ក្រសួងការងារគ្រូបង្កើតរោងជាងនៅតាមសាលារៀនមួយចំនួនដើម្បីលើកកម្ពស់ដល់វិស័យការងារដល់យុវជននេះជាការគិតគូរមួយផ្នែកទៀតគិតចាប់ពីឆ្នាំសិក្សា2026-2027ក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនឹងត្រូវទទួលខុសត្រូវលើគន្លងវិជ្ជាជីវៈនៅតាមវិទ្យាល័យមួយចំនួនដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសនិងសួនឧស្សាហកម្មក្នុងនោះក្រសួងគ្រោងនឹងបង្កើតឲ្យមាននៅរោងជាងមួយចំនួននៅថ្នាក់អនុវិទ្យាល័យផងដែរដើម្បីលើកកម្ពស់ដល់ការយល់ដឹងដល់យុវជនដែលងាយនឹងបោះបង់ការសិក្សាគណៈដែលជីវភាពមានកម្រិតអារម្មណ៍ហេងសួររដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងពិធីបិទសន្និបាតនៅក្នុងពិធីបិទសិក្ខាសាលាស្ដីអំពីការគិតឡើងវិញលើឧត្តមភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់បរិវត្តកម្មនិងផលិតនឹងផលជះប្រកបដោយនិរន្តរភាពដែលក្នុងនោះអាដាមបានមានប្រសាសន៍ផងដែរថាគម្រោងខាងលើដើម្បីធ្វើយ៉ាងណាជួយដល់សិស្សមួយចំនួនតាមរយៈស្ថិតិគឺក្រោយថ្នាក់ទី9អាចមានសិស្សមួយចំនួនសម្រាប់បោះបង់ចោលការសិក្សាដើម្បីទៅជួយឪពុកម្ដាយឬក៏ស្វែងរកការងារធ្វើតែម្ដងដូច្នេះការដាក់ឲ្យមានរោងជាងមួយចំនួននៅតាមអនុវិទ្យាល័យដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសឬក៏សួនឧស្សាហកម្មគឺនឹងអាចជួយឲ្យយុវជនទាំងអស់នោះឆ្លងកាត់នៅវគ្គបណ្ដុះបណ្ដាលជំនាញខ្លីណាមួយឲ្យមានជំនាញសមស្របដើម្បីទៅធ្វើការតាមតំបន់សេដ្ឋកិច្ចឬក៏អាចធ្វើការងារនៅនឹងផ្ទះរបស់ខ្លួនតែម្ដងក៏បានដូច្នេះធ្វើឲ្យគាត់គេថាអាចចេះផលិតគេថាមានសមត្ថភាពអាចធ្វើការងារឬក៏ផលិតបានល្អជាងមុនហើយជំនាញដែលអាចឆ្លើយតបទៅនឹងឧស្សាហកម្មដែលនៅឯសហគមន៍របស់ពួកគាត់ដែលមើលពិនិត្យមើលជាក់ស្ដែងភារកិច្ចទាំងអស់នេះគឺតម្រូវឲ្យគ្រូបច្ចេកទេសទាំងអស់ត្រូវរួមគ្នាដើម្បីសរសេរជាមេរៀនសម្រាប់សិស្សថ្នាក់ទី10ទី11និងទី12ដើម្បីឈានដល់ការសម្រេចឲ្យបានលើការបណ្ដុះបណ្ដាលជំនាញកាន់តែមានប្រសិទ្ធភាពជាងមុនបន្ថែមទៀតជាការពិតណាស់យើងមាន C1 យើងមានមេរៀនសម្រាប់ C1 យើងមានមេរៀនសម្រាប់ C2 យើងមានមេរៀនសម្រាប់ C3 រួចទៅហើយក៏ប៉ុន្តែការដែលយើងចាប់ផ្ដើមឲ្យមានកន្លងវិជ្ជាជីវៈគឺយើងត្រូវអង្គុយសិក្សាឡើងវិញដើម្បីរៀបចំឲ្យទៅជាកញ្ចប់មេរៀនដើម្បីឲ្យវាសមស្របទៅនឹងកម្រិតសិក្សាវិទ្យាល័យថ្នាក់ទី10ថ្នាក់ទី11ថ្នាក់ទី12ការដែលយើងបង្កើតឲ្យមានកន្លងវិជ្ជាជីវៈគឺខុសពី C1 ឬក៏ C2 C3 ដែលនៅក្រោមដំបូលគ្រឹះស្ថានជីវិតរបស់យើង C1 C2 C3 ដែលនៅក្រោមដំបូលគ្រឹះស្ថានជីវិតរបស់យើងគឺមិនបញ្ចូលមុខវិជ្ជាចំណេះដឹងទូទៅច្រើននោះទេយើងមិនមានបង្រៀនគណិតវិទ្យាយើងមិនមានបង្រៀនគីមីយើងមិនមានបង្រៀនរូបវិទ្យានោះទេប៉ុន្តែកន្លងវិជ្ជាជីវៈនៅវិទ្យាល័យគឺសិស្សទាំងអស់គឺត្រូវរៀនគណិតវិទ្យារៀនរូបវិទ្យារៀនគីមីវិទ្យារៀនភាសាខ្មែរដោយសិស្សថ្នាក់ទី10ទី11ទី12ដែរប៉ុន្តែយើងបញ្ចូលមេរៀនវិជ្ជាជីវៈដែលយើងកំពុងតែបង្រៀន C1 C2 C3 នេះចូលទៅក្នុងវិទ្យាល័យនោះតែម្ដងដូច្នេះយើងត្រូវតែកែសម្រួលមេរៀនរបស់យើងនេះឲ្យវាសមស្របទៅតាមកម្រិតហើយឲ្យច្បាស់ថាវាជាការឡើងចណ្ដើរពីមួយកម្មទៅមួយកម្មហើយកញ្ចប់នៃមេរៀននេះគឺត្រូវតែមានសកលភាពជាមួយគ្នាមានការវាយតម្លៃមានការវាស់សមត្ថភាពឲ្យបានត្រឹមត្រូវដើម្បីធានាថាពេលដែលគាត់ចប់គឺនឹងអាចមានសមត្ថភាពមិនត្រឹមតែជំនាញវិជ្ជាជីវៈទេតែក៏មានចំណេះដឹងទូទៅដែលអាចឲ្យគាត់ចូលទៅធ្វើការតែគាត់ក៏អាចចូលទៅបន្តនៅឯមហាវិទ្យាល័យនៅក្នុងប្រទេសឬមួយក្រៅប្រទេសបានតែម្ដងហើយសូមបញ្ជាក់ថាពាក់ព័ន្ធការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈឬហៅថា TVET នេះកាលពីកន្លងទៅវិទ្យាស្ថានជាតិភូមិបច្ចេកទេសកម្ពុជានិងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសបានទទួលពានរង្វាន់គំរូឧត្តមភាពសកលសម្រាប់ការអប់រំនិងបណ្ដុះបណ្ដាលជំនាញនៃប្រទេសសិង្ហបុរីដែលឆ្លុះបញ្ចាំងអំពីការរៀបចំស្តង់ដារកម្មវិធីសិក្សានិងការអភិវឌ្ឍmodel សិក្សាបានយ៉ាងត្រឹមត្រូវនិងល្អប្រសើរ
ការងារនេះក៏ជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់ TVEM ក្នុងនោះក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់អំបញ្ញមិញហើយបាទពាក់ព័ន្ធទៅនឹងបាទគេថាគិតចាប់ពីឆ្នាំ2026 2027ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងទទួលខុសត្រូវលើគន្លងវិជ្ជាជីវៈនៅតាមវិទ្យាល័យមួយចំនួនដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនិងសួនឧស្សាហកម្មបាទក្នុងនោះគឺត្រូវគ្រោងនឹងបង្កើតឲ្យមានជារោងជាងបាទខ្ញុំគិតថាជារឿងល្អតាមវិទ្យាល័យគឺបង្កើតឲ្យមានរោងជាងហើយនៅអនុវិទ្យាល័យមួយចំនួននោះក៏នឹងបាទបង្កើតជារោងជាងផងដែរជាពិសេសគឺទីវិទ្យាល័យក៏ដូចជាអនុវិទ្យាល័យដែលមានទីតាំងនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសហេតុអីព្រោះដើម្បីឲ្យគាត់មានជំនាញមិនមែនថាបង្កើតនឹងឲ្យគាត់បោះបង់ការសិក្សាទេដោយមើលឃើញថាកន្លងមកតាមការសិក្សាស្រាវជ្រាវនិងលទ្ធផលជាក់ស្ដែងកន្លងមកគឺមានបងប្អូនខ្លះរៀនបានត្រឹមថ្នាក់ទី9ទេចា៎បាទគាត់បោះបង់ការសិក្សាទៅជួយម្ដាយបាទទៅជួយឪពុកដើម្បីរកប្រាក់កម្រៃអញ្ចឹងបើដាក់តែវិទ្យាល័យបាទគិតថាបានមួយផ្នែកតែអញ្ចឹងដាក់តាំងដល់អនុវិទ្យាល័យគឺថាក្រោយថ្នាក់ទី9បាទថ្នាក់ទី9ក្នុងនោះបើតាមការបញ្ជាក់គឺដាក់ធ្វើឲ្យរោងជាងឲ្យតំបន់នៅតាមវិទ្យាល័យអនុវិទ្យាល័យដែលមានតំបន់សេដ្ឋកិច្ចពិសេសព្រោះគាត់ឆ្លងកាត់ជំនាញវិជ្ជាជីវៈក្នុងករណីបើគាត់បោះបង់ការសិក្សាក៏គាត់អាចមានជំនាញណាមួយដែរអាចទទួលបានការងារឬក៏អាចជួយឪពុកម្ដាយនោះបានប៉ុន្តែមិនមែនន័យថាក្នុងគោលដៅដើម្បីដាក់ទៅឲ្យគាត់ឈប់រៀនដើម្បីធ្វើការរកលុយទេដោយសារតែមើលឃើញកន្លងមកគឺមានពលពលខ្លះបោះបង់ការសិក្សាទៅជួយឪពុកម្ដាយដើម្បីរកប្រាក់បាទចំណូលអញ្ចឹងការគិតគូររបស់ក្រសួងការងារការគិតគូររបស់រាជរដ្ឋាភិបាលគឺថាតំបន់ដែលមានសេដ្ឋកិច្ចពិសេសគឺក្រសួងការងារគឺបានរៀបចំផែនការហើយจึงនឹងបង្កើតជារោងជាងដើម្បីលើកកម្ពស់វិស័យការងារដើម្បីធ្វើយ៉ាងណាផ្ដល់ចំណេះជំនាញក្នុងករណីបើគាត់បោះបង់ការសិក្សាពួកគាត់យ៉ាងហោចណាស់ក៏មានជំនាញហើយអាចបាទទៅធ្វើការងារនៅជំនាញដែលខ្លួនមាននោះគាត់នឹងអាចទទួលបានកម្រៃបាទហើយគាត់ចង់រៀនបន្ថែមទៀតគឺជារឿងរបស់គាត់បាទបង្កើតនេះគឺដើម្បីផ្ដល់នៅចំណេះជំនាញជាពិសេសលើកកម្ពស់ទៅលើវិស័យការងារសម្រាប់យុវជនចាកន្លងទៅនៅតាមសាលាអនុវិទ្យាល័យឬក៏វិទ្យាល័យធ្លាប់មានដែរចាស់គឺមេរៀនគេហកិច្ចហ្នឹងគឺឲ្យបងប្អូនសិស្សានុសិស្សចាស់គឺមានមួយអាទិត្យហ្នឹងនៅមួយអាទិត្យមានមួយថ្ងៃចាស់ដើម្បីឲ្យគាត់រៀនដេប៉រៀនអីឬក៏ផ្នែកបរិះអញ្ចឹងគឺកន្លងទៅមានដូចខាងរោងជាងរៀនធ្វើលក្ខណៈធ្វើផ្ទះធ្វើអីទៅតាមបច្ចេកវិទ្យាតាមបច្ចេកទេសរៀងខ្លួនដែលគ្រូបានរៀបចំជូនដល់សិស្សានុសិស្សនេះក៏ជាកត្តាមួយដ៏ល្អដែរសម្រាប់ពួកគាត់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃចា៎បាទព្រោះក្នុងនោះអ្វីដែលយើងចាប់អារម្មណ៍កន្លងមកការខ្ញុំសិក្សាក៏ដូចគ្នាដែរគឺមានរោងជាងមានកន្លែងឲ្យសិស្សធ្វើហត្ថកម្មចា៎បាទចេះដាំដុះដំណាំបន្លែខាងផ្នែកកសិកម្មមានចិញ្ចឹមមាន់បាទនឹងទៅតាមសាលាកន្លងមកហើយផ្នែកនារីវិញគឺមានម៉ាស៊ីនដេម៉ាស៊ីនប៉ាក់ម៉ាស៊ីនផុងអញ្ចឹងយ៉ាងហោចណាស់ក្នុងនាមពួកគាត់ជានារីជាសិស្សស្រីគាត់កិច្ចមិនផុតទេថ្ងៃក្រោយគឺទៅជាមេគ្រួសារគឺការចេះដេប៉ាក់ត្រូវតែចេះបាទគឺត្រូវតែចេះអញ្ចឹងកន្លងមកគឺតាមវិទ្យាល័យមួយចំនួនគឺមានការឧបត្ថម្ភមានការរៀបចំបាទជាម៉ាស៊ីនដេម៉ាស៊ីនប៉ាក់អញ្ចឹងទៅធ្វើឲ្យបងប្អូននោះគាត់ថាគាត់មានជំនាញបាទគាត់មិនបានយកទៅធ្វើអ្វីក៏គាត់សម្រាប់គ្រួសារគាត់ដែរហើយតែក៏វាជារឿងមួយដែលមានប្រយោជន៍សម្រាប់បងប្អូនខ្លះដែលគាត់ឈប់រៀនហើយគាត់ទៅចាប់យកបាទធ្វើការតាមរោងចក្រគាត់មានចំណេញនឹងស្រាប់អញ្ចឹងគាត់ថាដូចជាការជួយគាត់បានមួយកម្រិតដែរព្រោះអ្វីក៏ដោយតែយើងឆ្លងកាត់មានការយល់ដឹងដល់យើងទៅធ្វើការរួមនឹងអ្វីដែលយើងយល់ដឹងយើងឆាប់ចាប់បានយើងក៏មានលទ្ធភាពធ្វើបានការទទួលបានកម្រៃក៏យើងបានល្អដែរ